សួស្តីបងមានបងប្អូនខ្លះដែលប្រើទូរស័ព្ទដៃ iPhone ពេញ memory លុបនៅក្នុង photo នេះហើយនៅតែពេញទៀតអត់ដឹងថាធ្វើមិនទៀតណាតើបងឥឡូវធ្វើតាមខ្ញុំបាទចំណុចហ្នឹងយើងត្រូវចូលទៅកាន់ setting ដើម្បីលុបនៅក្នុង memory វាមកតង់ទៀតណា setting នេះមកហើយចូល general នេះតាមមកចុចលើ iPhone storage រងចាំវាបន្តិចបាទខាងលើវាដាក់ថា recently deleted album វាដាក់ថា 2.41 បាទខ្ញុំមានន័យថាយើងបានលុបបាទរូបថតនិងវីដេអូចេញពី album ហ្នឹងចំនួនទំហំវា 2.41G តែមិនទាន់បានលុបចេញទាំងស្រុងនៅឡើយអញ្ចឹងយើងចុចលើពាក្យ empty មក empty យកពាក្យ delete from this iPhone បាទនេះអញ្ចឹងយើងមើល memory ពីមុនបាទមិនទាន់បានលុបនឹងលុបហើយខុសគ្នានេះអញ្ចឹងទំហំវាដែលនៅសល់បាទប្រើអស់តែ 58.8G ទេអញ្ចឹងនៅសល់ប្រហែលជា 3.3G ទៀតនេះបំណាការបាទនេះបំណាការណា64ដល់58នៅសល់ 6G បាទសល់ 6G ទៀតអញ្ចឹងយើងចំណេញទំនេរបាន 2G ជាងទៀតអញ្ចឹងណាបាទហ្នឹងគឺរួចរាល់ហើយ